សម្រាប់បងមានបាយហិតចង់ធ្វើម្ហូបអីច្រើនញ៉ៃៗមែនអត់ឥឡូវបងមកមើលម្ហូបមួយមុខនេះបានអានេះបាយឆាខ្ញុំយកបាយទៅឆាជាមួយនឹងសាច់ក្រកហើយមានជាមួយពោតលឿងហើយសម្រាប់មួយមុខនេះវិញគឺងាយមែនតើហ្មងធ្វើលឿនហើយអស់លុយតិចសំខាន់រសជាតិគឺឆ្ងាញ់អញ្ចឹងបងអាចសាកធ្វើបានណាហើយគ្រឿងផ្សំរបស់យើងអត់មានអីច្រើនទេមានតែ3 4មុខនឹងឯងជាដំបូងយើងមកប្រឡេះពោតមកសម្រាប់ពោតនេះខ្ញុំយកតែមួយកណាត់ទេអញ្ចឹងបងប្អូនមានច្រើនជាងនេះរត់តែឆ្ងាញ់ហើយសម្រាប់សាច់ក្រកវិញយើងហាន់ជាប្រទេសមកល្មមទៅស្ដើងក៏បានក្រាស់ក៏បានស្រេចលើយើងចូលចិត្តអញ្ចឹងណាពេលសារយើងយកគ្រឿងអស់ហ្នឹងទៅឆាអញ្ចឹងវាអត់ពិបាកក្នុងការធ្វើទេហាន់មិនក៏បានដែរហើយសម្រាប់ពងទាថ្ងៃនេះហេងមែនតើហ្មងទិញដាក់តែ1បាន2អញ្ចឹងគួរ2បាន3ហើយបន្តមកទៀតយើងកូរពងទានឹងឲ្យវាសព្វចូលគ្នាមកហើយបន្តមកទៀតយើងយកមកចៀនអានេះខ្ញុំចៀនហើយខ្ញុំអត់បន្ថែមគ្រឿងអីទាំងអស់ពងទាតែសារយើងយកទៅឆាមួយបាយអញ្ចឹងខ្ញុំអត់ដាក់គ្រឿងអីទេហើយយើងគួរឲ្យវាដុំតែប៉ុណ្្នឹងមករួចជាការស្រេចហើយសម្រាប់ពោតវិញយើងយកទៅលីងដូចគ្នាអញ្ចឹងដែរមកនិយាយទៅគ្រឿងទាំងអស់ហ្នឹងខ្ញុំយកទៅលីងទាំងអស់ដោយសារយើងពេលយកទៅឆាទៅវាលឿនណាហើយវាបានឆ្អិនល្អសាច់ក្រកវិញយើងឆាលីងតែមួយត្រឡប់មករួចជាការស្រេចហើយសាច់ក្រកនេះខ្ញុំមកដាក់ខ្លាញ់ទេដោយសារវាចេញខ្លាញ់ពីសាច់ក្រកអញ្ចឹងយើងបាច់ដាក់ក៏បានដែរហើយបន្ទាប់មកឆ្អិនអស់យើងចាប់ផ្ដើមបន្ថែមតែខ្ទឹមសចាក់គ្រឿងក្រៅមិនចូលគ្នាទាំងអស់មកហើយយើងឆាគ្រឿងនឹងចូលគ្នាឲ្យសព្វមកបន្ទាប់មកទៀតយើងចាប់ផ្ដើមចាក់បាយចូលសម្រាប់បាយវិញបងប្អូនដាក់មួយចានគ្រឿងក្រៅប៉ុណ្ណឹងមកល្មមឆ្ងាញ់ហ្មងបើសិនជាបងប្អូនធ្វើច្រើនជាងនឹងយើងដាក់ថែមគ្រឿងច្រើនជាងនឹងមកហើយបន្ទាប់មកទៀតយើងឆាវាពី3ត្រឡប់ហើយបន្ថែមគ្រឿងក្រៅប៊ីចេងស្ករទឹកត្រីបន្តិចមកមុខនេះខ្ញុំយករសជាតិរៀងសាបដែរអញ្ចឹងណាដោយសារយើងយកទៅញ៉ាំជាមួយទឹកត្រីកោះកុងអីចឹងទៅអញ្ចឹងយើងយករសជាតិសាបមកគឺមកល្មមឆ្ងាញ់ហ្មងហើយបើសិនជាបងប្អូនមានបន្ថែមជាពងទាចៀនមួយទៀតណាអាហ្នឹងក៏រត់តែឆ្ងាញ់ដែរពងទាខ្ញុំមានប៉ុន្តែខ្ញុំខ្ជិលចៀនអញ្ចឹងណាដាក់តែអញ្ចឹងហ្មងទៅហើយបន្ទាប់មកទៀតយើងបន្ថែមតែស្លឹកខ្ទឹមមកឆាតែមួយត្រឡប់ពីរត្រឡប់មករួចជាការស្រេចហើយអញ្ចឹងបងអត់សូវមានពេលអីធ្វើអញ្ចឹងញ៉ាំលឿនណាហើយអាចទុកបានទៀតដូចថាយើងធ្វើព្រឹកអញ្ចឹងញ៉ាំល្ងាចក៏បានដែរដល់ពេលញ៉ាំយើងយកទៅកដៅមករួចជាការស្រេចហើយយើងឆាមកល្មមឲ្យវាស្ងួតខ្លាំងមកប៉ុន្តែខ្ញុំឆាតាមផ្លែដែរវារៀងស្ងួតណាដោយសារតែខ្ទះនេះវាងាយស្រួលឆាអញ្ចឹងវាអត់ពិបាកឆាទៅតាមផ្លែបានញ៉ាំហើយប៉ុន្តែខ្ញុំដាក់រៀងយូរដោយសារអីវាចង់ឲ្យបានរបៀបក្រៀមខ្លាំងហ៎អាបាតវាក្រៀមហ៎អាហ្នឹងឆ្ងាញ់ហើយគឺឈ្ងុយមែនតើហ្មង